តស៊ូមើលថែមិនបោះបង់ភរិយាម្នាក់ជួយស្វាមីឲ្យដឹងខ្លួនឡើងវិញពីសភាពសន្លប់បាត់បង់ស្មារតីអស់7 ឆ្នាំរឿងរ៉ាវនៃក្តីស្រឡាញ់និងការលះបង់ដ៏អស្ចារ្យរបស់ស្ត្រីម្នាក់នៅក្នុងប្រទេសចិនបាននឹងកំពុងអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមយ៉ាងខ្លាំងបន្ទាប់ពីនាងបានព្យាយាមមើលថែនិងជួយសង្គ្រោះស្វាមីឲ្យដឹងខ្លួនឡើងវិញពីសភាពសន្លប់បាត់បង់ស្មារតីអស់រយៈពេល7 ឆ្នាំដោយប្រើវិធីសាស្ត្រខំមេជើងរបស់គាត់ដើម្បីដាស់សរសៃប្រសាទស្ត្រីជាភរិយាដ៏គួរឲ្យកោតសរសើររូបនេះមានឈ្មោះថាសុងមីអាយុ45 ឆ្នាំជាអតីតគ្រូបង្រៀនសិល្បៈនៅសាលាមត្តេយ្យមួយកន្លែងនៅក្នុងខេត្តហ៊ីណានភាគកណ្ដាលនៃប្រទេសចិនចំណែកឯស្វាមីរបស់នាងមានឈ្មោះថាសៅជីឈៀនជាកម្មករសំណង់ម្នាក់កាលពីខែតុលាឆ្នាំ2019ឧបទ្ទវហេតុដ៏អកុសលមួយបានកាត់ឡើងនៅពេលដែលលោកសៅបានប្រថុយជីវិតឡើងទៅលើដំបូលឃ្លាំងមួយដើម្បីជួយសង្គ្រោះក្មេងអាយុ3 ឆ្នាំម្នាក់ដែលកំពុងជាប់គាំងក្នុងពេលដួលធ្លាក់ពីលើដំបូលកម្ពស់ប្រហែលជា6 ម៉ែត្រគាត់បានយកខ្លួនប្រាណទៅទ្រនិងអោបក្រសោបការពារក្មេងនោះកុំឲ្យមានគ្រោះថ្នាក់ជាលទ្ធផលក្មេងតូចនោះមិនមានរងរបួសអ្វីឡើយប៉ុន្តែលោកសៅបានធ្លាក់បោកក្បាលមកដីមុនបណ្ដាលឲ្យរងរបួសខួរក្បាលយ៉ាងធ្ងន់ធ្ងរគ្រូពេទ្យបានសន្និដ្ឋានថាឱកាសដែលគាត់អាចដឹងខ្លួនឡើងវិញគឺមានតិចតួចបំផុតទោះជាយ៉ាងណាភរិយារបស់គាត់មិនបានបោះបង់ក្តីសង្ឃឹមឡើយនាងបានមើលថែទាំងស្វាមីដោយក្តីស្រឡាញ់និងការអត់ធ្មត់ជាទីបំផុតដើម្បីជួយជំរុញសរសៃប្រសាទរបស់ស្វាមីនាងបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗរួមទាំងការខំមេជើងរបស់គាត់ផងដែរទីបំផុតក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រនិងការព្យាយាមមិនចេះនឿយហត់របស់នាងពិតជាបានបង្កើតអពុទ្ធហេតុពិតមែនដោយស្វាមីរបស់នាងបានដឹងខ្លួនឡើងវិញហើយពាក្យដំបូងដែលគាត់បាននិយាយទៅកាន់ភរិយាបន្ទាប់ពីដឹងខ្លួនគឺពាក្យថាបងស្រឡាញ់អូនរឿងរ៉ាវដ៏មានអត្ថន័យនិងលះបង់របស់គូស្នេហ៍មួយគូនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងទទួលបានការកោតសរសើរព្រមទាំងការជូនពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនលើបណ្ដាញសង្គមចំពោះទឹកចិត្តដ៏បរិសុទ្ធនិងការមិនបោះបង់គ្នាក្នុងគ្រាក្រលំបាក